សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់សាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបថាកាលពីថ្ងៃទី23ខែតុលាឆ្នាំ2025នៅវេលាម៉ោង 8:30 នាទីព្រឹកមានករណីតវ៉ារបស់ប្រជាពលរដ្ឋប្រមាណជាង30នាក់ចំពោះការឈូសឆាយដីរបស់ក្រុមហ៊ុន Phu Hai មានទីតាំងនៅតំបន់ប៉ោយជំទាវម៉ៅអតីតប៉ោយម៉ាជៅស្ថិតនៅភូមិកគីសង្កាត់បាត់ត្រាំងក្រុងកំពង់សោមខេត្តព្រះសីហនុក្រោយទទួលបានព័ត៌មាននេះភ្លាមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោមដឹកនាំមន្ត្រីនិងកងកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់នៅទីតាំងកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោមបានសម្រេចហាមឃាត់ការឈូសឆាយនិងណែនាំឲ្យក្រុមប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ដើម្បីរងចាំការដោះស្រាយបន្តពីរដ្ឋបាលខេត្តព្រះសីហនុកំពុងចំណាត់ការស្រាវជ្រាវដើម្បីដោះស្រាយករណីខាងលើដោយអញ្ជើញគូភាគីមកបំភ្លឺនិងផ្ដល់ឯកសារគតិយុត្តពាក់ព័ន្ធសេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបថ្ងៃសៅរ៍ 4 កើតខែកដឹកឆ្នាំអសាញ់សប្បុស័កពុទ្ធសករាជ 2569 ខេត្តព្រះសីហនុថ្ងៃទី25ខែតុលាឆ្នាំ2025រដ្ឋបាលខេត្តព្រះសីហនុ